សម្រាប់បងប្អូនដែលបាន add visa card ចូលទៅក្នុង Gmail ដើម្បីបងលុយទៅឲ្យ Telegram ហើយចង់ធ្វើការលុបវិញអញ្ចឹងបងប្អូនអាចសាកតាមវិធីនេះបានសួស្តីបងប្អូនទាំងអស់គ្នាអូខេយើងជួបគ្នាជាថ្មីជាមួយវីដេអូថ្មីអញ្ចឹងសម្រាប់វីដេអូនេះគឺយើងធ្វើការ remove visa card ចេញពី Gmail ដែលវីដេអូមុនយើងបានធ្វើការ add visa card ចូលទៅក្នុង Gmail អញ្ចឹងណាដើម្បីបងលុយទៅឲ្យ Telegram ឥឡូវវីដេអូនេះគឺយើងធ្វើការ remove visa card របស់យើងចេញពី Gmail នឹងវិញកុំឲ្យវាពាក់ព័ន្ធញ៉ៃអញ្ចឹងបងប្អូនដើម្បីអាច remove បានបងប្អូនចូលមកកាន់ Gmail ឬក៏ Play Store របស់បងប្អូនចុចទៅលើរូប profile ហ្នឹងណាបងប្អូនហើយបងប្អូនយក Google Management អញ្ចឹងបងប្អូនរងចាំតិចទៅដោយសារទូរស័ព្ទខ្ញុំវា slow តិចអូខេអញ្ចឹងដោយសារវីដេអូមុនយើងបានយក Visa Card ភ្ជាប់ជាមួយនឹង Gmail ដើម្បីបង់លុយអញ្ចឹងវីដេអូនេះគឺយើងធ្វើការ remove បងប្អូនកុំភ្លេចមើលវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ផងធ្វើមួយព្រោះកុំឲ្យមានបញ្ហានៅថ្ងៃក្រោយអូខេអញ្ចឹងបងប្អូនធ្វើការរងចាំតិចមកអញ្ចឹងពេលវាមកដល់ត្រង់នេះបងប្អូនធ្វើការអូសវាឡើងលើតិចទៅបងប្អូនយកពាក្យថា payment and subscribe ហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលធ្លាប់ធ្វើការ add visa ជាមួយនឹង Gmail ហ្នឹងណាអញ្ចឹងបងប្អូនចូលមកកាន់ Gmail ហ្នឹងមកបងប្អូនចូលកន្លែងហ្នឹងបងប្អូននឹងឃើញ visa នៅបង្ហាញនៅកន្លែងហ្នឹងហើយអូខេអញ្ចឹងដើម្បីលុបយើងចុចទៅលើកន្លែង visa ហ្នឹងមកអញ្ចឹងវានឹងដំណើរការមកដល់ត្រង់នេះមកដល់ត្រង់ហ្នឹងបងប្អូនចុចកន្លែងចុច3នៅខាងលើហ្នឹងតមកបងប្អូនយករូបថងតារាម remove payment method ហ្នឹងអូខេតមកបងប្អូនយកពាក្យថា remove ចឹងបងប្អូនរងចាំតិចវាកំពុងតែ delete ចឹងវាលុតចេញ something one from នេះមែនប៉ុន្តែគឺបងប្អូនអាច remove ជោគជ័យបងប្អូនឃើញបាត់ visa card ចេញពីកន្លែងហ្នឹងណាអូខេចឹងបានន័យថាបងប្អូនបាន remove visa card ហ្នឹងចេញពី Gmail ហ្នឹងរួចរាល់ហើយណាអូខេសម្រាប់បងប្អូនដែលអត់ទាន់បាន remove គឺចូលមកកន្លែងហ្នឹងគឺនឹងឃើញហើយចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនស្រឡាញ់នឹងចូលចិត្តកុំភ្លេចជួយចុច like និង share វីដេអូមួយនេះម្នាក់មួយផងដើម្បីជាប្រយោជន៍ដល់បងប្អូនស្រួលមើលវីដេអូថ្ងៃក្រោយគឺបងប្អូនអាចងាយស្រួលក្នុងការរកអញ្ចឹងណាអូខេអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្្នឹងឯងយើងនឹងត្រឡប់មកជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូថ្មី